ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងលោកជំទាវស្រីហៀងបុត្រាបុត្រីចៅចៅដែលបានឧបត្ថម្ភដល់គណៈកម្មការយើងខ្ញុំនៅថវិកាចំពោះគណៈកម្មការបច្ចេកទេស$1000វិទ្យុជាតិនិងទូរទស្សន៍ជាតិ$1000ក៏សូមថ្លែងអំណរគុណជូនចំពោះលោកព្រាបគិរតចាកយចល័តដែលបានឧបត្ថម្ភចាទូកទាំង3ដែលក្នុងមួយទូកចាមានចំនួនទឹកប្រាក់$1000សរុប$3000ចា1000ចាំ1000ចេះ1000ដែរពីនោះ1000នេះ5តាបងនិយាយចឹងដែរ$1000សរុបទាំងពីរហ្នឹងចាចាបងប្អូនជាទីគោរពរាប់អានទូគូពិសេសចាផែនទី2នេះនៅមានមួយគូទៀតដែលជូនបងប្អូនទស្សនាកំពុងតែចាទូកនេះគឺពិសេសណាកំសាន្តជលសាចាបងប្អូនកំសាន្តជលសាស្ថិតនៅវត្តកំសាន្តច្បារ7បណ្ដឹងជាមួយនឹងសារាយតេជោសែនជ័យរបស់ឯកឧត្តមចាក់ខាត់សុកនឹមខ្សែទឹកខាងក្នុងកំសាន្តជលសានេះប្រកួតម្ដងណាមិនដែលចាញ់ទេចាទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនចានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិប្រធានបណ្ឌិតកំសាន្តជលសាបណ្ណាំងពីថ្ងៃហើយមិនទាន់ឮសូរពាក្យថាចាញ់ទេនៅតែឈ្នះដដែលចាឈ្នះមកសកត់ក្បាលនាងខ្ញុំសូមអនុញ្ញាតបន្តទូកគូពិសេសដែលជាទូកគូចុងក្រោយក្នុងផែនទី2ផែនគូពិសេសហើយក៏ទូកដ៏ពិសេសណាស់ណាដែរចាមិនណាស់ណាទេគឺក្រៃណាស់ដែរទូកកំសាន្តជលសាគឺជាទូកមិនដែលចាញ់តាំងពីការប្រកួតមកមិនដែលចាញ់ទេឥឡូវបដូរទៅនៅខ្សែទឹកខាងក្រៅហាក់ដូចជាចាញ់បងម្ដងចាញ់បងទៅលើសារាយតេជោសែនជ័យចាមកជើងម្នាក់គឺមិនដែលមានឈ្មោះថាចាញ់ទេទូកំសាន្តជលសាឥឡូវជើងទី2នេះហាក់ដូចជាចាញ់បងវិញចាញ់បងសារាយតេជោសែនជ័យដែលបដូរមកនៅខ្សែទឹកខាងក្នុងឧបត្ថម្ភដោយឯកឧត្តមខាត់សុកនឹមវិញចាសារាយតេជោសែនជ័យទទួលបានជ័យជំនះវិញចាសម្រាប់ទូកផែនពិសេសបានបញ្ចប់ហើយ